và lực tí mũi đây khi mà quạt lăng chi cố và hai cô quạt mà đây đang là cô quạt cho chi đấy từ khi mà đo đấy và này từ khi mà đo đấy nhóm ao quạt lăng chi này miền từng ra đây ông này nè lại mọi bọn lăng chi bọn anh lăng chi nhóm căn cái loi này làm cái nóc này lăng chi luôn chồng dạ ha bọn nó chị ba nè chị mau lăng chi kêu mau ngọt cháu mới mau lên chứ cùng tăng ta ra không trời ra vào phone này hôm đa phone ba con lên dây con thôi nè nên tăng ra đây hôm nay phone này tiền sai tiềnอะไรก็ใส่หมดใส่มองใส่มันเบาទេបងឯងគោเบาមិនគោថ្នាក់នេះហើយមើលខ្ញុំកាន់ស្លៀងឲ្យកែងមើលនេះហ្នឹងមកកាន់តំណងហ្នឹងហើយដឹកចេញមកក្រៅតិចมันเบาទេបងឯងតោឲ្យទៅជាប់កន្លោះបាឡាវាបើសិនវាបោលនេះបងប្អូនអីវាមកតោជាប់អីអូបានហាត់ទីហាត់ទៅបានជីសាហ្នឹងសួស្ដីបងប្អូនថ្ងៃនេះគឺបានមកដល់ផ្ទះបងសុគាកូបាអានេះដាក់លក់តើបងដាក់លក់អាហ្នឹងនេះឥឡូវបង្ហាញរឿងឲ្យបងប្អូនយើងឃើញសិនកាន់ខ្សែជាប់បងនេះបងប្អូនយើងបងសុគាកូបាបាទហើយគោរបស់គាត់នឹងអស់តើបងប្អូនអាចជីបានទម្លាប់បើនិយាយទៅគោរបស់គាត់នេះពីមុនមកមិនដែលទម្លាប់ចេះជីទេបាទមិនដែលបង្រៀនជីទេទើបតែខ្ញុំមកដល់ខ្ញុំឲ្យគាត់ឡើងជីបងប្អូនលើកទី1នេះបាទលើកទី1ដែលខ្ញុំឲ្យគាត់ឡើងជីគោបាទហើយគោគាត់មិនដែលដឹងថាគោគាត់ចេះជីទេទើបខ្ញុំមកដល់ហ្នឹងបាទណែទើបតែខ្ញុំមកដល់ហ្នឹងខ្ញុំឲ្យគាត់ឡើងជីនេះមានបង្រាស់ទេបងប្អូននេះមិនបោទេកុំភ័យនេះអាហ្នឹងត្រូវថ្លៃលក់ទៅថ្លៃលក់ពាក់មេធានាពាក់មេលោកគាត់ចំយ៉ាងបងសង្ហាចំយ៉ាងលេខ1បងប្អូនចំយ៉ាងនេះខាត់មុខតិចចំយ៉ាងនេះអានេះដេកសេះទេបងចំយ៉ាងហើយគ្មានលកើទេជីបាន2នាក់នេះចំយ៉ាងបងប្អូនធម្មតាទេហើយមួយនេះគាត់មុនដំបូងគាត់ថាផ្អាកលក់បាទគាត់ថាផ្អាកលក់តែឥឡូវគាត់កុំឲ្យវាក្តៅពេកតែឥឡូវគឺគាត់គាត់ថាគាត់លក់វិញហ្នឹងអញ្ចឹងបងប្អូននិយាយស្ដាប់នេះនេះបងប្អូនចាប់អារម្មណ៍បងប្អូនអាចតាក់ទងគាត់បានស្រួលបងនេះបងប្អូនស្រួលណាគោរបស់គាត់ហើយត្រូវថ្លៃគ្នាគាត់អាចលក់បានបងប្អូនគាត់មិនចង់លក់និយាយទៅគាត់អញរកតែមិនចង់លក់ហ្នឹងឯងតាមពិតគាត់មិនចង់លក់ទេតែបើសិនត្រូវថ្លៃគាត់ថាគាត់លក់គាត់ដាច់ចិត្តថាលក់ត្រូវថ្លៃគ្នាកន្លងមកគេខលមកសួរទិញរាល់ថ្ងៃបងប្អូនតែគាត់មិនថាគាត់មិនលក់បាទគាត់ថាគាត់មិនលក់ទេឥឡូវគឺគាត់ថាគាត់លក់ហើយមកហ្នឹងឲ្យតែបងប្អូនយើងត្រូវដឹងឲ្យលក់ហើយឲ្យដល់ថ្លៃលក់ឡើយហ្នឹងហើយដល់ថ្លៃលក់ហើយមើលវាគេលក់បងគោបាទឥឡូវបងប្អូនឃើញណាគោរបស់គាត់ជិះបានបងប្អូនណាបាទហាក់មានគេលក់មកគោហ្នឹងដល់ថ្លៃលក់ឡើយបាទនេះបងគោរបស់គាត់មិនដែលធ្លាប់ជិះទេបងតែថ្ងៃនេះគឺខ្ញុំឲ្យគាត់ឡើងជិះលើកទី1តែម្ដងបងមិនដែលបង្រៀនមិនដែលបង្ហាត់ទេលើកទី1ដែលគាត់ឡើងជិះហើយអាចជិះបានអត់លោតអត់បល់អត់ហាច់ទេបងឈំយ៉ាតើបងនេះចឹងបើបងប្អូនចាប់អារម្មណ៍បងប្អូនអាចតាក់ទងមកគាត់បានចឹងដាក់លេខទូរស័ព្ទនៅលើហ្នឹងណែចាំដាក់លេខទូរស័ព្ទនៅហ្នឹងបងប្អូនណែតទៅមកគាត់